សម្ដេចធិបតីហ៊ុនម៉ាណែតណែនាំដល់គ្រឹះស្ថានឧត្តមសិក្សាគុំទម្លាក់គុណភាពអប់រំដើម្បីប្រកួតប្រជែងឲ្យសង់សម្ដេចធិបតីបានណែនាំដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអង្គគុំទម្លាក់គុណភាពអប់រំដើម្បីប្រកួតប្រជែងឲ្យសង់ជៀសវាងធនធានមានបរិមាណនិងគ្មានគុណភាពការណែនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងសម្ពោធអគារសិក្សាចំណតនិងការិយាល័យកម្ពស់6ជាន់ក្នុងបរិវេណសាកលវិទ្យាល័យនៅថ្ងៃទី6ខែសីហាឆ្នាំ2026នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រសម្ដេចធិបតីបានណែនាំឲ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអង្គត្រូវអនុវត្តយន្តការធានាគុណភាពអប់រំនិងពង្រឹងប្រព័ន្ធវិតម្លៃគុណភាពដើម្បីធានាបាននូវការបណ្ដុះបណ្ដាលប្រកបដោយគុណភាពនិងនិរន្តរភាពក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំឲ្យកាន់តែប្រសើរសម្ដេចធិបតីបានមានប្រសាសន៍ថាសាលារៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលបទបញ្ជាផ្ទៃក្នុងគឺមានឥទ្ធិពលសំខាន់ណាស់ដោយមិនផ្ដោតតែលើពិន្ទុនោះទេដើម្បីធានាសិស្សបញ្ចប់ការសិក្សាមានឥរិយាបថនិងមានសមត្ថភាពពិតប្រាកដចាប់យកការងារហើយជោគជ័យក្នុងជីវិតជាក់ស្ដែងសញ្ញាបត្រនិងកម្រិតពិន្ទុមិនមែនជាកត្តាកំណត់ភាពជោគជ័យសម្រាប់ការងារនិងជីវិតនោះទេសម្ដេចធិបតីបន្ថែមថារដ្ឋាភិបាលបាននឹងកំពុងលើកកម្ពស់គុណភាពនៃការអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈការអភិវឌ្ឍជំនាញព្រមទាំងជំនាញរឹងនិងជំនាញទន់ការរៀបចំកម្លាំងពលកម្មឲ្យឆ្លើយតបកាន់តែប្រសើរទៅនឹងការផ្លាស់ប្ដូរនៃនិមាបនកម្មសេដ្ឋកិច្ចតម្រូវការទីផ្សារការងារនិងបច្ចេកវិទ្យា Digital តាមរយៈការផ្លាស់ប្ដូរជំនាញនិងការបង្កើនជំនាញនិងការលើកកម្ពស់សុខភាពសាធារណៈជាមួយគ្នានេះសម្ដេចធិបតីបានបង្ហាញក្តីសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថានិស្សិតជ័យលាភីទាំងអង្គនឹងខិតខំពុះពៀជំនះរាល់ឧបសគ្គទាំងឡាយដើម្បីកសាងខ្លួនឲ្យកាន់តែស័ក្តិសមជាពលរដ្ឋល្អមន្ត្រីរាជការល្អបុគ្គលិកល្អដោយប្រើប្រាស់ជំនាញចំណេះដឹងនិងចំណេះធ្វើពិតប្រាកដរបស់ខ្លួនប្រកបដោយវិន័យការវិជ្ជាជីវៈការទទួលខុសត្រូវក្នុងការងារសិលធម៌ល្អនិងដាក់ខ្លួនបម្រើប្រជាជនដោយស្មោះសរនិងឥតងាករែងដើម្បីបុព្វហេតុជាតិមាតុភូមិ